បាទក្រុមជំរាបសួរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននេះគឺជាដើមបត្រាបងប្អូនបត្រានេះផងដែរគឺជាបត្រាស្រែទេបងប្អូនខ្ញុំបានរើសក្រឹបមកពីបាទតាមវាលស្រែហ្នឹងបងប្អូនកាលតែបត្រានេះវាផ្លែទៅខ្ញុំយកមកបដោះអញ្ចឹងគោលបំណងនៃការបដោះបត្រារបស់យើងនេះគឺខ្ញុំនឹងបញ្ចូលពូជគេហៅថាបត្រាផ្លែធំបងប្អូនអានឹងវាផ្លែរបស់វាមិនមែនធំដល់ថ្នាក់បត្រាប៉មទេប៉ុន្តែវាប្រហាក់ប្រហែលដែរផ្លែខ្លះវាប៉ិនកដៃដែរណាបងប្អូនអញ្ចឹងបត្រានេះខ្ញុំយកមកបណ្ដោះដើមប៉ុណ្ណេះយើងមិនទាន់អាចតបានទេបងប្អូនធំជាងនេះបន្តិចគឺពេញតហើយបងប្អូនមានអ្នកកំងច្រើនដែរបងប្អូនអាបត្រាធំហ្នឹងបងប្អូនអញ្ចឹងនៅក្នុងមួយថងនេះខ្ញុំដាក់ថែម3គ្រាប់ទៀតប៉ុន្តែឃើញវាដោះមកទាំងអស់អញ្ចឹងខ្ញុំស្រេចចិត្តថាដកចេញវិញបងប្អូនដោយសារតែក្នុងមួយថងនេះខ្ញុំដាក់តែមួយដើមទេខ្ញុំអត់បានដាក់ច្រើនដើមទេអញ្ចឹងនេះមានតែខ្លះក៏ដោះចេញមកថ្មីទៀតច្រើនអញ្ចឹងយើងធ្វើការដកវាទុកតាមមួយដើមបានហើយបងប្អូនដើម្បីងាយស្រួលក្នុងការតភ្ជាប់នេះដោះច្រើនមែនទែនបងប្អូនស្រាប់តែដើមបត្រាអញ្ចឹងនៅក្នុងនេះខ្ញុំបដោះបានប្រហែលជា50-60ដើមដែរបងប្អូនអញ្ចឹងតិចទៀតនេះខ្ញុំនឹងតហើយជាវាធំជាងនេះបន្តិចបងប្អូនអញ្ចឹងខ្ញុំសូមទៅបង្ហាញបត្រាដែលខ្ញុំតបត្រាធំបងប្អូនបត្រាពូជធំថាតើវាធំប៉ុណ្ណាហើយដែលខ្ញុំតហើយខាងនេះរោងផ្សិតបងប្អូននេះរោងផ្សិតខាងនេះដាំម្ទេសខាងនេះចិញ្ចឹមជ្រូកកន្លែងចំការនេះគឺខ្ញុំដាក់ដាំបន្លែចម្រុះហ្នឹងឯងបងប្អូនដំណាំចម្រុះបាទនេះដើមបត្រាបងប្អូននេះដើមបត្រានេះគឺសត្វតែបត្រាដែលខ្ញុំតបងប្អូនមុនបងគឺខ្ញុំបដោះបាទបដោះអាដើមបត្រាស្រែអញ្ចឹងក្រោយពេលដែលបត្រាស្រែនឹងវាធំមកគឺខ្ញុំធ្វើការកាត់តបាទកាត់តបត្រាពូជយើងចូលហើយមើលអាបត្រាពូជនេះគឺបាទស្លឹកវាធំមែនទេបងប្អូនហើយខ្ញុំតបានច្រើនដើមដែរបងប្អូននេះខ្ញុំដាក់ដាំមួយជួរនេះអានេះហើយនៅអានោះទៀតវាមានទូចមានធំបងប្អូននេះនៅក្នុងនេះខ្ញុំដាំដំណាំចម្រុះដែរបងប្អូនមានបន្លែផងមានឈើហូបផ្លែផងអញ្ចឹងក្រោយពីយើងប្រមូលឈើដំណាំបន្លែនោះអស់បាទយើងធ្វើការចិតរះស្មៅហើយនឹងថែគល់បត្រារបស់យើងនេះសិតតែបត្រាដែលខ្ញុំតគល់បងប្អូនតែខាងក្រោមនេះខ្ញុំសូមបង្ហាញបងប្អូនតិចខាងក្រោមនេះដែលបងប្អូនឃើញនេះគឺមិនមែនជាបត្រាពូជរបស់យើងទេអានេះសិតតែជាដើមបត្រាស្រែស្លឹករបស់វាទូចហើយបន្លាច្រើនបាទបត្រានេះបងប្អូនអញ្ចឹងបើសិនជាបងប្អូនបាទដាំដំណាំដែលទិញពីគេតាមម៉ូតូតាមអីបងប្អូនអញ្ចឹងបត្រាឬក៏ដំណាំផ្សេងបាទដូចជាស្វាយដូចជាអីបងប្អូនថាពេលដាច់ត្រួយទៅវាដោះមកគឺវាคลายបាទតាមពិតទៅមូលហេតុរបស់វាគឺដោយសារតែគេតចឹងឯងបងប្អូនដល់ពេលដែលគេតទៅបាទត្រួយខាងលើរបស់វាហ្នឹងគឺត្រួយខ្ញុំឧទាហរណ៍ត្រួយស្វាយមួយចុះខាងក្រោមគេបដោះបាទគ្រាប់ស្វាយធម្មតាអាចថាស្វាយកែវល្មៀតឬក៏ស្វាយផ្សេងចឹងទៅខាងលើហ្នឹងគេតស្វាយផ្អែមឧទាហរណ៍បងប្អូនអញ្ចឹងនៅពេលដែលកាត់យកទៅដាំឬក៏បងប្អូនយកទៅដាំស្រាប់តែមានខ្យល់មកវាបាក់បាទវាដាច់អាចុងរបស់វាបាទដាច់ចុងរបស់វាទៅវាធ្វើឲ្យអាគល់របស់វានេះវាដោះអញ្ចឹងឯងបងប្អូននេះអាគល់កណើតរបស់វាស្វាយកែវរមៀតហ្នឹងវាដោះចេញមកអញ្ចឹងអាត្រួយខាងលើត្រួយបោះស្វាយផ្អែមហ្នឹងវាដាច់បាត់ទៅហើយបងប្អូនអ្នកខ្លះក៏គោចិនឬក៏គោវាស៊ីទៅវាដាច់ត្រួយហើយថាស្វាយរបស់គាត់ហ្នឹងគឺคล้ายវាคล้ายពូជតាមពិតទៅគឺមូលហេតុគឺបែបហ្នឹងឯងបងប្អូននេះដូចដើមបត្រាហ្នឹងអញ្ចឹងបងប្អូនខាងក្រោមនេះគឺបត្រាស្រែទេនេះវាដោះចេញមកពីគល់របស់វានេះគល់របស់វាគឺគល់បត្រាស្រែតែខាងលើនេះគឺពួកបត្រាពូជរបស់យើងហ្នឹងឯងវាអត់សូវមានបន្លាទេពួកនេះណាសូវមានបន្លាទេដើមមកវារង្វើលនេះបាទនេះហើយខ្ញុំតបានគួរសមដែរបងប្អូនឆ្នាំនេះខ្ញុំទុកយកផ្លែហើយព្រោះទូចហ្នឹងពីមុនខ្ញុំអត់បានយកផ្លែទេខ្ញុំប្រឡេះក្តឹបវាចោលឃើញថាវាចាប់បានច្រើនគួរសមរបស់ខ្ញុំដែរបងប្អូនខ្ញុំនឹងបរិពេញដីពេញដីដំណាំរបស់ខ្ញុំនេះទាំងអស់បងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមគោរពអរគុណបាទសូមគោរពលា